សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយគឺមកប្រៀបធៀបតួអង្គដែលជាមេទ័ពធំ2នាក់គឺប៉ៃឈីដែលជាមេទ័ពធំរបស់នគរឈិញហើយនិងហានស៊ីងដែលជាមេទ័ពធំរបស់នគរហានក្នុងប្រវត្តិសាស្ត្រយោធាដ៏យូរលង់របស់ចិនបុគ្គលទាំងពីររូបនេះត្រូវបានគេលើកតម្កើងថាជាមេទ័ពធំដែលធ្វើសឹកមិនដែលចាញ់ហើយបានផ្លាស់ប្ដូរវាសនានៃរាជវង្សគឺមេទ័ពប៉ៃឈីនៃនគរឈិញនិងមេទ័ពហានស៊ីងនៃនគរហានទោះបីជាអ្នកទាំងពីរមិនស្ថិតនៅក្នុងសម័យកាលជាមួយគ្នាប៉ុន្តែយើងអាចយកមកប្រៀបធៀបគ្នាបានទី1យើងផ្ដោតទៅលើយុទ្ធសាស្ត្រប៉ៃឈីផ្ដោតទៅលើការកម្ចាត់ទាំងរស់លោកជឿថាដើម្បីឈ្នះសង្គ្រាមត្រូវតែសម្លាប់ទ័ពសត្រូវឲ្យអស់ពីឫសដល់គល់ចំណែកឯហានស៊ីងផ្ដោតទៅលើយុទ្ធសាស្ត្របំបាក់ស្មារតីលោកប្រើល្បិចកិច្ចកលដើម្បីឲ្យសត្រូវចុះចាញ់ឬធ្លាក់ក្នុងអន្ទាក់ដោយមិនចាំបាច់ចំណាយកម្លាំងច្រើនប៉ៃឈីវាយលុកខ្លាំងសាហាវនិងដេញតាមកំទេចដល់ទីបញ្ចប់ចំណែកឯហានស៊ីងបត់បែនដូចទឹកប្រើនយោបាយចិត្តសាស្ត្រនិងយុទ្ធសាស្ត្រចម្លែកដែលសត្រូវស្មានមិនដល់នៅក្នុងសមរភូមិឆាងភេងប៉ៃឈីបានកប់ទ័ពចៅទាំងរស់ចំនួន400,000 នាក់ចំណែកឯហានស៊ីងវិញសមរភូមិនៅជីងសិនដែលលោកប្រើល្បិចដាក់ទ័ពទល់ខ្នងនឹងទឹកដើម្បីយកឈ្នះទ័ពសត្រូវដែលមានគ្នាលើសលប់2បុគ្គលិកលក្ខណៈនិងឥទ្ធិពលប៉ៃឈីត្រូវបានគេរាប់អានផងនិងខ្លាចរឯងផងនៅក្នុងនគរឈិញប៉ៃឈីត្រូវបានគេចាត់ទុកថាជាទេវតាសង្គ្រាមប៉ុន្តែសម្រាប់សត្រូវបានចាត់ទុកប៉ៃឈីគឺជាបិសាចនៃសង្គ្រាមដោយសារតែភាពស្មោះត្រង់ជាមួយនឹងរាជវង្សឈិញលោកមិនសូវខ្វល់អំពីកេរ្តិ៍ឈ្មោះល្អឬអាក្រក់ឡើយលោកសុខចិត្តសម្លាប់មនុស្សជាច្រើនដើម្បីបានពង្រីកទឹកដីជូននគរឈិញហានស៊ីងជាមនុស្សដែលមានមហិច្ឆតាខ្ពស់និងមានភាពជឿជាក់លើខ្លួនឯងខ្លាំងជួនកាលអាចនឹងហួសហេតុទៀតផងលោកមានសមត្ថភាពដឹកនាំទ័ពចម្រុះនិងអាចប្រើប្រាស់មនុស្សគ្រប់ប្រភេទឲ្យធ្វើការតាមលោកបាន3ទីបញ្ចប់នៃជីវិតអ្វីត្បិតតែអ្នកទាំងពីរគឺជាមេទ័ពធំដែលមានទេពកោសល្យខ្លាំងក្នុងការធ្វើសឹកមិនដែលចាញ់សត្រូវប៉ុន្តែបុគ្គលិកលក្ខណៈរបស់គាត់មិនដូចគ្នាក៏ដោយអ្វីដែលដូចគ្នានិងស្រដៀងគ្នាគឺជីវិតចុងក្រោយរបស់ពួកគាត់ប៉ៃឈីត្រូវបានស្ដេចនគរឈិញបង្ខំឲ្យធ្វើអត្តឃាតដោយសារតែការច្រណែនពីមន្ត្រីក្នុងវាំងនិងការបញ្យល់ស្របលើការដឹកនាំទ័ពនៅគ្រាចុងក្រោយហានស៊ីងត្រូវបានស្ដេចមហាហានលីវប៉ាងសង្ស័យថាចង់ក្បត់ហើយត្រូវបានមហេសីរបស់លីវប៉ាងគឺមហេសីលីវឈីរៀបចំល្បិចសម្លាប់នៅក្នុងវាំងបើសិនបើយើងប្រៀបធៀបអ្នកណាខ្លាំងជាងសម្រាប់អ្នកទាំងពីរប៉ៃឈីគឺជាមេទ័ពដែលសាងគ្រឹះយ៉ាងរឹងមាំសម្រាប់ការបង្រួបបង្រួមចិនរបស់អធិរាជឈិងស៊ីហួងឯហានស៊ីងវិញគឺជាអ្នកដែលរំដោះនគរហានចេញពីការឡោមព័ទ្ធនិងជាអ្នករៀបចំយុទ្ធសាស្ត្រដ៏អស្ចារ្យដែលធ្វើឲ្យរាជវង្សហានរុងរឿង400 ឆ្នាំនៅក្នុងប្រវត្តិសាស្ត្រចិនប៉ៃឈីត្រូវបានគេចាត់ទុកថាជាមេទ័ពឈាមដែកចំណែកឯហានស៊ីងត្រូវបានគេប្រសិទ្ធនាមថាទេពម្ចាស់សឹកមិនដែលចាញ់នៅក្នុងអត្ថន័យនេះគឺបើយោងទៅតាមសមិទ្ធផលនៃការប្រៀបធៀបស្នាដៃរបស់អ្នកទាំងពីរខ្ញុំគិតថាហានស៊ីងនៅតែនាំមុខប៉ៃឈីបូករួមទាំងបុគ្គលិកលក្ខណៈរបស់ហានស៊ីងល្អជាងប៉ៃឈីព្រោះប៉ៃឈីត្រូវបានគេចាត់ទុកថាជាបិសាចសង្គ្រាមទៅហើយបាទគាត់ខូខើគាត់សម្លាប់មនុស្សអត់ញញើតដៃដូចហានស៊ីងទេហើយហានស៊ីងគាត់ភាគច្រើនគាត់ប្រើល្បិចប្រើបញ្ញាដើម្បីយកឈ្នះសត្រូវអញ្ចឹងការប្រៀបធៀបមួយនេះសម្រាប់ admin គឺ admin គិតថាហានស៊ីងជាអ្នកដែលមានស្នាដៃនិងជាអ្នកឈ្នះនៅក្នុងការប្រៀបធៀបមួយនេះចុះបងប្អូនគិតយ៉ាងណាដែរ